មិនមែនជាថ្ងៃធម្មតាវាគឺជាថ្ងៃដែលពួកយើងទាំងអស់គ្នាបានជួបជុំគ្នាតាមរយៈកីឡាដែលពួកយើងស្រឡាញ់គឺកីឡាវាយសីហើយក្នុងនាមខ្ញុំជា organizer ជាក្រុមការងារក្នុងការរៀបចំកម្មវិធីនេះឡើងបានឃើញទីលានប្រកួតរបស់យើងតាំងពីព្រឹកព្រលឹមអត់ទាន់មានមនុស្សសោះរហូតដល់មានកីឡាករគ្នាយើងសរសៃកម្ដៅសាច់ដុំដើម្បីត្រៀមការប្រកួតរបស់ពួកគាត់រៀងៗខ្លួនធ្វើឲ្យការនឿយហត់របស់ក្រុមការងារយើងនោះគឺបាត់ទៅវិញអស់ហើយNet Pro បាទនេះគឺជាកៅអី VIP ហើយនឹងកៅអីអ្នកទស្សនានេះគឺជារង្វាន់ Hello. Testing microphone Testing microphone ការរៀបចំកម្មវិធីមួយមិនថាការប្រកួតសីឬក៏កម្មវិធីអីក៏ដោយគឺវាអត់មានភាពងាយស្រួលទេយើងឃើញការប្រកួតនៅក្នុងថ្ងៃហ្នឹងប៉ុន្តែការរៀបចំគឺតាំងពី 3-4 ខែមុនការរៀបចំ behind the scene នោះមានច្រើនរាប់តាំងពី schedule ការវិភាគប្រកួត category ត្រូវមាន category អីខ្លះ level A level B mixed double ចំនួនប៉ុន្មានគូការរៀបចំតារាងទីលានប្រកួតការរៀបចំការចុះឈ្មោះហើយនឹងការ coordinate ជាមួយគណៈកម្មការនិងការហាត់សម training ទៅលើ team ទាំងអស់មិនថាផ្នែករៀបចំឬក៏ផ្នែកមើលខ្សែបន្ទាត់គឺពួកយើងត្រូវតែ train ទាំងអស់ហ្នឹងនៅក្នុងគោលបំណងមួយគឺពួកយើងចង់ឲ្យកីឡាករទាំងអស់ទទួលបានភាពស្មើភាពការប្រកួត experience ប្រកួតរបស់គាត់គឺមានភាពរលូនអត់ចង់ឲ្យកីឡាករដែលពួកគាត់មកចូលរួមគាត់មានអារម្មណ៍ថាប្រកួតធម្មតាឈ្នះក៏បានចាញ់ក៏បានចឹងទេរីឯរង្វាន់ក៏ពួកយើងមានរង្វាន់សមរម្យគួរសមដែរហើយឆ្លៀតឱកាសអរគុណទៅដល់ sponsor ទាំងអស់ដែរបាន sponsor បានឧបត្ថម្ភទៅដល់កម្មវិធីប្រកួតរបស់ពួកយើងរាប់ចាប់ពីការវាយសវិសដំបូងបរិយាកាសនៅក្នុងទីលានប្រកួតត្រូវបានផ្លាស់ប្ដូរយើងបានឃើញ rally លឿនជាងមុន rally ខ្លះក៏វែង footwork ម្នាក់កាន់តែលឿនព្រោះកីឡាករទាំងអស់សុទ្ធតែមានសាច់រឿងខុសៗគ្នាការវឹកហាត់ក៏ខុសគ្នាកីឡាករខ្លះគាត់មកដើម្បីដណ្ដើមយកជីលីភីហើយកីឡាករខ្លះទៀតគាត់មកដើម្បីយកបទពិសោធន៍តែអីដែលដូចគ្នានោះគឺពួកយើងសុទ្ធតែជាកីឡាករនិងអ្នកស្រឡាញ់កីឡាវាយសីទាំងអស់គ្នាអញ្ចឹងពេលដែលពួកគាត់ឈានជើងចូលដល់ទីលានប្រកួតគាត់ប្រកួតឲ្យស្មើភាពហើយនឹងគោរពគ្នាទៅវិញទៅមកដែលយើងហៅថា sportsmanship ហ្នឹង and of course អត់មានកម្មវិធីណាឬក៏ tournament ណាដែល perfect 100% ហ្មងទេពួកយើងបានជួបនឹងការតវ៉ាការប្រកែកគ្នាការដែលកីឡាករមកសួរថាបងខ្ញុំដល់ពេលលេងទៅបងខ្ញុំត្រូវលេងម៉ោងប៉ុន្មានទៀតបងកុំតន់ហៅឈ្មោះខ្ញុំទៅញ៉ាំអីសិននិយាយត្រង់នៅថ្ងៃកម្មវិធីក្រុមការងារពួកយើងពិតជាហត់មែនទែនប៉ុន្តែនៅពេលឥឡូវមើលបកទៅក្រោយវិញរឿងទាំងអស់ហ្នឹងគឺជាការចងចាំដ៏ល្អមួយសម្រាប់ពួកយើងទាំងអស់គ្នាពួកពេលនឹងដែររាល់បញ្ហាទាំងអស់រាល់ issue គឺពួកយើងបានដោះស្រាយរួចរាល់ដោយសន្តិវិធីហើយវាក៏ជាបទពិសោធន៍សម្រាប់ក្រុមការងារពួកយើងដើម្បីរៀបចំកម្មវិធីប្រកួតបន្ទាប់ឲ្យបានកាន់តែល្អជាងមុនមកមើលការប្រកួតរបស់យើងបន្តទៀតពួកយើងបានរៀបចំការប្រកួតដិតដល់មែនទែនពួកយើងមានពូដែលជាគណៈកម្មការមានបទពិសោធន៍ច្រើនឆ្នាំហើយសម្រាប់គណៈកម្មការខ្សែបន្ទាត់គឺយើងមានចាប់ផ្ដើមតាំងពីម៉ាច់ទី1ទៅមកពួកយើងមានជាកៅអីសម្រាប់អ្នកទស្សនាគាត់បានមកអង្គុយហើយក៏ដូចជាសម្រាប់ភ្ញៀវ VIP និង sponsor ទាំងអស់ដែរហើយលើសពីនឹងទៀតកាន់តែពិសេសពួកយើងក៏មាន Dr. វិជ្ជបណ្ឌិត stand by ចាំពិនិត្យហើយសម្រួលសរសៃកីឡាករទាំងអស់ដែលអត់គិតលុយទៀតហើយនីតិរន្ធត់បានមកដល់គឺយើងមកដល់វគ្គផ្ដាច់ព្រាត់សម្រាប់វគ្គផ្ដាច់ព្រាត់ពួកយើងមានការដង្ហែកីឡាករចូលទីលានដូចយើងប្រកួតថ្នាក់ជាតិហើយនៅក្នុងថ្ងៃនឹងដែរអីដែលធ្វើឲ្យខ្ញុំផ្ទាល់ខ្លួនសប្បាយចិត្តមែនទែននោះគឺបានឃើញកីឡាករទាំងអស់ពួកគាត់ប្រឹងប្រែងដាក់កម្លាំងកាយកម្លាំងចិត្តមែនទែននៅក្នុងការប្រកួតរបស់ពួកគាត់ហើយខ្ញុំក៏អញ្ញបានថាខ្ញុំមានកិត្តិយសមែនតើនៃការប្រកួតដែលពួកយើង
ក្រុមការងារយើងរៀបចំឡើងមកទទួលបានការចូលរួមពីសំណាក់គណៈករតាំងជម្រើសជាតិបច្ចុប្បន្ននិងគណៈករអតីតជម្រើសជាតិហើយក៏មានការចូលរួមពីគណៈករមកពីក្រៅប្រទេសដូចគ្នាគាត់ fly all the way from Singapore ដើម្បីមកចូលរួមការប្រកួតរបស់ពួកយើងការប្រកួតត្រូវបានបញ្ចប់កីឡាករទទួលបានជ័យលាភីទៅតាមលេខរៀងរបស់ពួកគាត់ប៉ុន្តែទាំងអស់គ្នាការទទួលបានជ័យជំនះវាពិតជាសំខាន់ប៉ុន្តែការខិតខំប្រឹងប្រែងវឹកហាត់ចូលរួមការប្រកួតនិងមេរៀនជាច្រើនដែលទទួលបានពីការប្រកួតនេះខ្ញុំអាចនិយាយបានថា everyone is a winner here អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់កីឡាករទាំងអស់គណៈកម្មការខ្សែបន្ទាត់អ្នកគាំទ្រហើយនឹង sponsor របស់ពួកយើងទាំងអស់ព្រោះបើសិនជាអត់មានការចូលរួមពីអ្នកទាំងអស់គ្នាទេក៏អត់មានកម្មវិធីប្រកួតមួយនេះកើតឡើងដែរអញ្ចឹងការប្រកួត VC Chai Hack Championship ឆ្នាំ2025ត្រូវបានបញ្ចប់ពិតមែនប៉ុន្តែបេសកកម្មពួកយើងនៅតែបន្តទៀតអញ្ចឹងខ្ញុំសង្ឃឹមថានឹងបានរៀបចំកម្មវិធីហើយនឹងបានជួបអ្នកទាំងអស់គ្នាម្ដងទៀត